ខ្មៅដៃពណ៌វេទមន្តខ្ញុំទប់អារម្មណ៍មិនបានទេត្រូវហើយឯងគ្រប់គ្រងវាមិនបានទេឯងឲ្យវាគ្រប់គ្រងឯងវិញមានរឿងអីកើតឡើងចំពោះពួកគេចំពោះខ្ញុំភាពភ័យខ្លាចរបស់ឯងធ្វើឲ្យពួកគេមានធម៌ពលតែខ្ញុំអាចជួយឯងបានគ្រាន់តែប្រាប់ខ្ញុំថាមានរឿងកើតឡើងមកកាលពី3អាទិត្យមុនមានសិល្បករក្មេងម្នាក់បង្ហាញគំនូរនៅសាលាហើយខ្ញុំគួរតែបង្ហាញរបស់ខ្ញុំគឺភាពឯកាបែបទំនើបត្រាវីវាមើលទៅគួរឲ្យធុញគំនូរគួរតែលេចធ្លោនិងធ្វើឲ្យគេរំភើបតែខ្ញុំចង់បង្ហាញអារម្មណ៍របស់មនុស្សគំនូរនេះបង្ហាញតិចតួចពីចរិតលក្ខណៈមនុស្សតែបង្ហាញបច្ចេកទេសជំនាញច្រើនទៅវិញរឿងនេះកើតឡើងនៅពេលដែលយើងមានមោទនភាពខ្លាំងពេកគឺជាគំនិតច្នៃប្រឌិតដោយគ្មានមូលដ្ឋានគ្រឹះគិតថាមានមនុស្សត្រូវការជំនួយហើយនាយកសាលាបានយកគំនូរខ្ញុំចេញនិយាយថាវាមិនគួរបង្ហាញនៅក្នុងសាលាពួកគេព្យាយាមគ្រប់គ្រងគំនូររបស់ឯងដោយដែលពួកគេព្យាយាមគ្រប់គ្រងឯងដូចគ្នាត្រាវីកុំស្ដាប់អីវាជាធម៌ពលក្នុងការជឿចាប់ចុះបើយើងអាចប្រើវាវិញខ្ញុំគ្រាន់តែចង់បំភ្លេចវាប៉ុណ្ណោះគេងហើយល្អដែរទេចុះបើខ្ញុំសរសេរវាឡើងវិញទៅកន្លែងក្លឹបសិល្បៈរបស់ឯងជួបអ្នកដែលឯងស្រឡាញ់គឺសារ៉ាធ្វើធម្មតាខ្ញុំធ្វើឲ្យប្រកាសថាអតីតកាលរបស់ឯងនឹងមិនតាមធ្វើបាបឯងដោយរបៀបម៉េចដោយផ្ដល់ការចងចាំទៅមនុស្សទូទៅត្រាវីការជឿចាប់មិនមែនជាអាវុធនោះទេការចងចាំខ្លះដូចជាគំនូរតឹងទោះជាអ្នកប្រុងប្រយ័ត្នយ៉ាងណាវានឹងទុកស្នាមប្រឡាក់លើអ្វីដែលបានប៉ះវានៅតែកើតឡើងទៀតចង់និយាយពីរឿងនេះទេខ្ញុំនឹងទៅក្លឹបសិល្បៈយឺតហើយតែចោះទុករឿងទាំងអស់ឲ្យខ្ញុំគ្រប់រឿងតើនរណាយល់ការជឿចាប់របស់ឯងខ្លាំងជាងខ្លួនឯងផ្ទាល់ដល់ពេលហើយដើម្បីយកមកវិញរបស់ដែលត្រឹមត្រូវសម្រាប់ខ្លួនឯងខ្មៅដៃពណ៌ខ្ញុំភ្លេចវាជាមួយគាត់ឯងទុកវាជាមួយគាត់ហេសារ៉ាខ្ញុំអាចជួយអីឯងបានកំ pl ែងណាស់នាងបានអញ្ជើញខ្ញុំចាំទេឬទាំងអស់ជាមួយ Brandon ខ្ញុំមិនដែលបាននិយាយជាមួយឯងពីមុនមកទេហើយខ្ញុំក៏មិនដឹងរឿងពី Brandon ដែរពូកែញ៉ែនណាសំទោសកំហុសខ្ញុំទទួលកំហុសទាំងអស់មានរឿងអីហ្នឹងគ្មានអីទេឯងជាមនុស្សល្អត្រូវទេយើងចាំអ្វីដែលបានកាត់ឡើងកាលពីមុនមានរឿងអីហ្នឹងនៅពេលដែលចៅផ្ដល់ធម៌ពលទៅខ្លួនឯងដែលល្អឥតខ្ចោះចៅនឹងបាត់បង់អ្វីដែលជាខ្លួនឯងពិតប្រាកដហើយគាត់កំពុងតែរវល់ជាមួយធម៌ពលនោះហើយត្រាវីការចងចាំការបង្ហាញឆាយទូរស័ព្ទរបស់ឯងនេះមិនមែនជាអ្វីដែលខ្ញុំចង់ឲ្យកាត់ឡើងទេមិនមែនទេគាត់បានគូឡើងវិញទាំងអស់ដោយប្រើខ្មៅដៃពណ៌ដើម្បីផ្លាស់ប្ដូរមិនមែនតែបច្ចុប្បន្នតែនឹងអតីតកាលផងដែរតែហេតុអីបានជាពួកគេខ្លាចខ្ញុំតើខ្លួនរបស់ឯងដែលល្អឥតខ្ចោះធ្វើដល់អ្នកផ្សេងដែលធ្វើបាបឯងអ្វីខ្លះយើងត្រូវទៅផ្ទះឥឡូវនេះមុនពេលគាត់គូឡើងវិញអ្វីទាំងអស់ផ្សេងទៀតមុនពេលខ្ញុំភ្លេចថាខ្ញុំពិតជានរណាស្វាគមន៍មកដល់ផ្ទះតែឯងជឿចិត្តអ្វីដែលខ្ញុំបានធ្វើដាក់ជីវិតយើងទេពេលខ្លះពិភពដែលខ្លាចបំផុតគឺជាអ្វីមួយដែលផ្ដល់ឲ្យយើងអ្វីទាំងអស់ដែលយើងគិតថាយើងចង់បានកូនយើងសម្រេចចិត្តថាឲ្យកូនឈប់រៀននិងផ្ដោតលើតែគំនូររបស់កូនយើងគិតខុសដែលសង្ស័យលើកូនប៉ាម៉ាក់នេះមិនមែនជាពួកគេទេពួកគេមិនអាចនោះទេពួកគេនៅក្នុងពិភពល្អឥតខ្ចោះពិភពយើងសូមតែណាត្រាវីកុំគូខ្ញុំចេញពីការពិតខ្ញុំសុំទោសដែលខ្ញុំមើលងាយទេពកោសល្យរបស់ឯងគំនូររបស់ឯងល្អណាស់ឯងជាមនុស្សល្អណាស់យើងគួរតែចំណាយពេលនៅជាមួយគ្នាមើលទៅគ្មាននរណាម្នាក់ភ្លេចភ្នែកតតសពួកគេសរសើរឯងទាំងអស់តែនេះមិនមែនជាសិល្បៈនោះទេវាជាការគ្រប់គ្រងវាជាការគោរពខ្ញុំអាចឲ្យឯងអ្វីទាំងអស់ដែលឯងចង់បានតែឯងធ្វើអ្វីដាក់ពួកគេខ្ញុំធ្វើឲ្យពួកគេល្អជាងមុនអាចគ្រប់គ្រងបាននិងល្អឥតខ្ចោះឯងធ្វើឲ្យពួកគេខ្លាចជាអ្នកតោះដូចជាឯងចង់បានចឹងខ្ញុំគឺជាខ្លួនឯងដែលល្អឥតខ្ចោះអត់ទេឯងជាអ្វីដែលខ្ញុំខ្លាចសុវត្ថិភាពតម្រូវការខ្ញុំចង់គ្រប់គ្រងគ្រប់យ៉ាងដោយសារខ្ញុំខ្លាចការពិតពេកខ្ញុំអាចធ្វើឲ្យពួកគេស្រឡាញ់ឯងតែពួកគេមិនចឹងនោះទេហើយខ្ញុំមិនមែនជាខ្ញុំទេ
ហើយនោះមិនមែនជាការស្រឡាញ់ទេគំនូមិនមែនជាការគ្រប់គ្រងទេវាជាជីវិតពិតទេឲ្យគ្រប់យ៉ាងដែលខ្ញុំចង់បានមកខ្ញុំមិនឲ្យឯងបំផ្លាញភាពល្អឥតខ្ចោះនោះទេឥតខ្ចោះគ្មានពិតនោះទេការពិតគឺល្អជាងខ្ញុំនឹងគូគ្រប់យ៉ាងឡើងវិញខ្ញុំនឹងគូគាត់មិនមែនជាឯងទេហើយគាត់ក៏មិនអាចដែរគាត់គ្រាន់តែជាគំនូដែលឯងគិតចង់បានតែប៉ុណ្ណោះខ្ញុំមិនចង់បានគាត់ទៀតទេឯងគ្មានស្អីទេបើគ្មានខ្ញុំអត់ទេខ្ញុំមានអ្វីៗគ្រប់យ៉ាងដែលសារខ្ញុំមិនល្អឥតខ្ចោះពេលខ្លះបំផ្លាញអ្វីមួយជាវិធីតែមួយគត់ដែលធ្វើឲ្យរឿងគ្រប់យ៉ាងល្អឡើងវិញឯងមិនអាចទេឯងនឹងបំផ្លាញគ្រប់យ៉ាងដែលឯងបានគ្រប់គ្រងពេលខ្លះសិល្បៈដែលលំបាកបំផុតគឺឲ្យវាទៅចុះពួកគេតែងតែជាផ្នែកមួយរបស់ឯងត្រាវីគឺជាឯងពិតចេកអត់ទេកុំទៅខ្ញុំមិនបានទៅណានោះទេគ្រាន់តែនៅខាងក្នុងកន្លែងដែលខ្ញុំធ្លាប់នៅវេទមន្តពិតមិនមែននៅក្នុងខ្មៅដៃប៉នោះទេត្រាវីវានៅពិភពខាងក្រៅត្រាវីយើងអាចនិយាយគ្នាបានទេចូលមកកូនយើងកំពុងតែគិតពីគំនូរបស់កូនប៉ាខ្ញុំយើងខ្លាចដែលកូនលាក់ខ្លួនចេញពីពិភពលោកតែប្រហែលជាឯងកំពុងតែព្យាយាមបង្ហាញយើងអ្វីមួយម៉ាក់យល់ហើយមិនទាំងអស់ទេកូនតែយើងនឹងព្យាយាមនោះជាអ្វីដែលគ្រូសាធ្វើគឺព្យាយាមកម្មវិធីសិល្បៈនៅសាលាពួកគេបើកឲ្យដាក់បង្ហាញសិល្បៈម្ដងទៀតហើយខ្ញុំគិតថាខ្ញុំមើលរាល់ក្នុងការដាក់បង្ហាញអ្វីមួយជារបស់ពិតអេខ្ញុំបានលើថាឯងយករូបទៅបង្ហាញដែរបាទអ្វីមួយពីការរកឃើញសម្រស់នៃភាពមិនល្អឥតខ្ចោះគេនិយាយថាគ្រប់សិល្បករទាំងអស់ដាក់រឿងរ៉ាវខ្លួនឯងនៅក្នុងសិល្បៈពួកគេត្រាវីបានរៀនសូត្រថាវេទមន្តគឺមិនមែនជាការបង្កើតរបស់ដែលល្អឥតខ្ចោះនោះទេគឺជាការបង្កើតភាពសុខសាន្តជាមួយភាពមិនល្អឥតខ្ចោះអរគុណចេក